ហើយបងប្អូនឃើញហើយថាពិភពលោកប្រែប្រួលច្បុកច្បល់សង្គ្រាមច្បាំងកាប់ចាក់សពទីកន្លែងបើមិនព្រះស្អាតមេត្រីលោកយើងមកទេតើធ្វើមិននឹងអាចបញ្លុតបញ្ចប់នៅសង្គ្រាមបញ្ចប់នៅមៀលតាក់មិត្តទាំងឡាយដែលកំពុងចេញលក់លើយក្នុងសកលលោកនេះបានហ្នឹងហើយអញ្ចឹងរឿងរ៉ាវអត្តបាតទាំងគ្រោះជំងឺចម្លែកផ្សេងគឺថាកើតអស់ហើយនៅក្នុងសម័យពាក់កណ្ដាលសាសនានេះហ្នឹងហើយមនុស្សទាំងឡាយមានការច្បុកច្បល់ឪពុកសម្រាប់កូនសម្រាប់ឪពុកយាយសម្រាប់ចៅហ្នឹងហើយម្ដាយក៏សម្រាប់កូនក៏សម្រាប់ម្ដាយមានការរំលោភបំពានផ្សេងសក់មុខសារពើណាអ្វីដែលបានដំណើរទុកទាំងដូនតាខ្មែររបស់យើងក៏លោកបានបញ្ជាក់ច្បាស់ដែរថានៅក្នុងពាក់កណ្ដាលសាសនានេះគឺនឹងមានតួអង្គព្រះដែលមានបុណ្យលោកនឹងយាងមកដើម្បីទ្រទ្រង់សាសនានេះឲ្យគម្រប់ 5000 ព្រះវស្សាដែលនោះគឺជាតួអង្គព្រះសិអាមេត្រីតែព្រះអង្គយាងមកជាញាណដើម្បីសមោធានក្នុងរូបកាយសម្បកតួអង្គណាម្នាក់ឬក៏បុគ្គលណាម្នាក់ដែលមានបុណ្យបារមីគ្រប់ជាឧបនិស្ស័យក្នុងការបំពេញនៅក្នុងសាសនានេះអញ្ចឹងបងប្អូនទាំងឡាយស្ដាប់ហើយក្នុងការពិចារណាកុំអាលជឿប៉ុន្តែតាមដានសង្កេតមើលនៅក្នុងសកលលោកយើងបច្ចុប្បន្ននេះដែលកំពុងមានសង្គ្រាមច្បាំងកាប់ចាក់គ្នាគ្រប់បណ្ដាប្រទេសមិនសុខឡើយគឺថាអ្វីចូលទៅតាមទំនីអស់ហើយហ្នឹងហើយទាំងទឹកដីនគរខ្មែរយើងក៏មានជនចៅសៀមឈ្លានពានលុកលុយណារកគួនខ្មោចព្រៃកំពុងតែបានដៃបញ្ជ្រាបចិត្តមនុស្សបញ្ជាពួកទាហាននឹងឲ្យព្យាយាមបាញ់ប្រហារមកលើទឹកដីនគរយើងប្រជាជនរបស់យើងដែលកំពុងតែកើតក្នុងពេលសពថ្ងៃនេះអញ្ចឹងហេតុនៃការកសាងពុទ្ធរូបព្រះស្អាតមេត្រីនិងការកសាងពុទ្ធសមណគោតមនិងការរៀបចំនេះគឺរៀបចំឲ្យត្រូវតាមទំនៀមព្រះសាសនាទោះបីជាខ្ញុំប្រកាសណានឹងញាតិមួយចំនួនមិនជាចំនួនច្រើនมันបានជួយអ្វីដល់សកលលោកធំធេងយ៉ាងណាក៏អាចដឹកនាំពញាតបងប្អូនសាងបុណ្យសាងកុសលព្រោះពេលវេលានេះជាពេលវេលាដែរយើងម្នាក់ជាពុទ្ធបរិស័ទជាអ្នកមានបុណ្យបារមីចោះចាប់បដិសន្ធិគឺមានឱកាសក្នុងការជួយសន្សំបុណ្យកុសលដើម្បីសង្កត់សង្កិននៅមាបាបអកុសលនិងផ្សាយមេត្តាចិត្តនិងយកអំណាចចិត្តអធិដ្ឋានរបស់ខ្លួនឯងបុណ្យបារមីដែលបានធ្វើនៅដោយច្រើនជាតិយកមកដើម្បីនឹងផ្សាយយកមកដើម្បីនឹងដកខាត់សម្អាតតាមសិលសមាធិនៅក្នុងជាតិថ្មីយកកម្លាំងបុណ្យនេះដើម្បីគេហៅថាជួយទ្រទ្រង់ដល់ទឹកដីនគរខ្មែរនិងមហានគររបស់យើងនេះឲ្យរីកដុះដាលសារជាថ្មីពពួកខ្មាំងសត្រូវណាដែលមកចង់ឈ្លានពានយើងឲ្យវិនាសអន្តរាយដល់អំណាចបុណ្យបារមីសច្ចៈរបស់កូនព្រះបុត្រព្រះទឹកដីមហានគរទឹកដីមហាព្រះពុទ្ធសាសនារបស់យើងនេះព្រោះព្រះពុទ្ធសាសនានឹងរុងរឿងរីកចម្រើនចេញពីបណ្ដូលនៃទឹកដីនគររបស់យើងដែលយើងបានឮទំនៀមចាស់បុរាណបានពោលហើយថាពពួកសាសដតីនៅសល់តែមួយសួននៅសល់តែមួយទូកប៉ុន្តែខ្មែរយើងនៅសល់មួយបលុពូច្រើនជាងគេអញ្ចឹងមានន័យថាអ្វីដែលយើងកំពុងតែដឹកនាំគ្នាសាងបុណ្យសាងកុសលធ្វើអំពើល្អដឹកនាំគ្នាធ្វើបុណ្យផ្សាយមេត្តាគ្រប់ទីកន្លែងនេះគឺជាហេតុផលគឺជាគេហៅថាចម្លើយឲ្យយើងម្នាក់ឈប់ឆ្ងល់ថាហេតុអ្វីបានជាយុគ9នេះសម្បូរបារមីសម្បូរបុត្រព្រះកូនព្រះអ្នកនេះអ្នកនោះចេញច្រើនប៉ុន្តែមានចេញពីទម្រង់ទី1ពួកបន្លំពពួកមនុស្សបោកប្រាស់ទី2អ្នកដែលគេពិតហ្នឹងហើយអ្នកដែលគេពិតអ្នកដែលគេល្អបរិសុទ្ធជាតួអង្គពិតប្រាកដជាអ្នកដែលគេមានញាណគឺគេដើរតាមផ្លូវសច្ចៈបារមីពិតប្រាកដនិងផ្លូវនៃព្រះពុទ្ធសាសនាមិនរញ៉េរញ៉ៃរសេមរសាមច្រើនឡើយណាគឺថាតម្រង់ផ្លូវនៅក្នុងផ្លូវមេគាសិលសមាធិនិងវិបស្សនាដឹកនាំញាតិធ្វើបុណ្យសាងតែកុសលធ្វើអំពើល្អមិនសម្ញែងមិនអួតមិនអំនួតមិនអាងយ៉ាងនេះអាងយ៉ាងនោះណាហ្នឹងហើយបើតួអង្គខាងប៉ែកពពួកបន្លំពពួកអាក្រក់ពពួកកូនមៀពពួកមនុស្សមួយចំនួនណាដែលព្យាយាមបោកបន្លំនោះគឺថាលោភលន់លៀបសការៈបំផ្លាញគេឈ្មោះបារមីយកឈ្មោះបារមីធំអីសីអគីនេប្រម៉ែនេះគីប្រម៉ែនេះគេយកទៅប្រើប្រាស់ក្នុងការសម្ញែងអួតខ្លួនរកស៊ីជាដើមណាហើយធ្វើឲ្យគេនឹងយល់ច្រឡំភ័ន្តច្រឡំថាបារមីធននឹងបារមីប្រភេទហ្នឹងលែងឲ្យគេនឹងមានជំនឿចិត្តធ្ងន់លើការជឿក្នុងផ្លូវសច្ចៈបារមីធ្វើឲ្យបារមីនឹងសាប្រលៀបព្យាយាមបង្អាត់បង្អោន
ផ្លូវបារមីរបស់យើងអញ្ចឹងសូមបងប្អូនបញ្ញត្តិទាំងអស់មេត្តាគេហៅថាពិចារណាឲ្យថ្លឹងថ្លែងគិតឲ្យបានច្រើននៅក្នុងវេលាឱកាសនេះវេលានៅក្នុងពេលវេលាកលៈទេសៈពេលនេះនឹងឲ្យដែរយើងបានឃើញនៅសភាពគ្រប់បែបយ៉ាងមិនថាផ្លូវខាងក្នុងក៏ជ្រួលជ្រើមច្បុកច្បល់ផ្លូវខាងក្រៅកំពុងច្បាំងកាប់ចាក់គ្នាអញ្ចឹងពេលវេលានេះវាដូចជាបាយនៅលើឆ្នាំងវាដូចជាបាយនៅក្នុងឆ្នាំងដែលវាត្រូវភ្លើងកំពុងតែពុះហើយនឹងឲ្យពុះអញ្ចឹងដូចបាយពុះអ្វីដែលពុះមកនឹងមានន័យថាវានឹងដឹងថាផលទៅយ៉ាងមុខទៅជាយ៉ាងណាហើយណាហ្នឹងហើយសម្រាប់ការប្រែប្រួលសកលលោកសង្គមពិភពលោកនេះមិនចប់ទេសង្គ្រាមមនុស្សលោកក៏មិនចប់សង្គ្រាមធម្មជាតិក៏មិនចប់អ្វីនឹងបញ្ចប់ដោយច្បាប់កម្មជាអ្នកធ្វើការប្រទេសណានាំគ្នាសាងបុណ្យសាងបារមីប្រទេសណានាំគ្នាធ្វើបុណ្យផ្សាយមេត្តាច្រើនប្រទេសណានាំគ្នាបដិបត្តិសិលសមាធិវិបស្សនាប្រទេសណាមានចិត្តមិនប្រទូសបៀតបៀននឹងប្រទេសដទៃប្រទេសណាមានមនុស្សអច្ឆរិយៈរស់នៅមានអ្នកមានបុណ្យបារមីពិតប្រទេសណាដែរមានវត្ថុស័ក្តិសិទ្ធិមានបារមីឃុំក្រងថែរក្សាប្រទេសនោះនឹងរួចផុតនឹងរួចទុក្ខនឹងរួចកម្មនឹងមានបារមីទេវតាប្រអិនត្រាធិរាជព្រមទាំងទេវតាខាងព្រំទាំងឡាយក្តីលោកនឹងមកជួយជុំជ្រែងក្នុងកិច្ចការងារប្រទេសជាតិក្នុងកិច្ចការងារគ្រប់គ្រងនគរក្នុងកិច្ចការងារសុខសន្តិភាពសុវត្ថិភាពដែនដីនគររបស់យើងប្រទេសណាដែលបំពេញដែលប៉ះប្រទេសខ្មែរនគរខ្មែររបស់យើងនេះគឺនឹងវិនិច្ឆ័យអន្តរាយចាញ់ឯងដោយសង្គ្រាមធម្មជាតិទឹកដីភ្លើងខ្យល់គឺនឹងវិនិច្ឆ័យឯងគឺនឹងចាញ់ឯងណាសាសនាក៏ដោយប្រទេសណាក៏ដោយដែលមានចិត្តឈ្លានពាននគរខ្មែរនឹងអន្តរាយចាញ់ឯងបុគ្គលណាប្រទុះនឹងអ្នកមានសិលបុគ្គលណាប្រទុះនឹងអ្នកមានគុណធម៌បុគ្គលណាដែលប្រទុះនឹងសប្បុរសបុគ្គលណាដែលបំពេញបន្លែបន្លំជាតួអង្គបារមីអីសីនេះអីសីនោះគ្រប់ទម្រង់ទាំងអស់ដែលជាតួអង្គធំបារមីមហានគរខ្មែរនឹងត្រូវទទួលកម្មនឹងត្រូវទទួលទោសក្នុងយុគ9នេះតែម្ដងណាហ្នឹងហើយគឺឃើញតាន់ភ្នែកលឿនស្ដែងដែលយើងថាមិនគួរឲ្យជឿមិនវាដូចជាស្រស់ពេកហ្នឹងហើយវាដូចជាសាហាវពេកវាដូចជាលឿនពេកតាមពិតទៅគឺវាដល់ហេតុបច្ច័យវាគ្រប់អញ្ចឹងណានឹងមនុស្សណាក៏ដោយក៏ទៅតែទទួលកម្មរៀងខ្លួនអញ្ចឹងអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនបន្តទៀតហើយសំខាន់គឺថាចាប់ពីថ្ងៃនេះតទៅពញាតបងប្អូនដែលបានធ្វើបុណ្យសាងកុសលហើយជាអ្នកមានសច្ចៈមានសិលពិតប្រាកដហើយត្រូវនាំគ្នាបួងសួងចេញពីខាងក្នុងចិត្តរបស់យើងហើយបួងសួងឲ្យទឹកដីមហានគររបស់ខ្មែរយើងគង់វង្សរីកដុះដាលលូតលាស់កាន់តែខ្លាំងបួងសួងឲ្យបារមីតាមថែរក្សាការពារទឹកដីនគរយើងហើយបួងសួងឲ្យប្រទេសបច្ចាមិត្តពពួកចៅខ្មាំងឈ្លានពានយើងវិនិច្ឆ័យអន្តរាយចាញ់ឯងណានឹងឲ្យចាញ់ឯងនោះគឺក្នុងន័យនោះគឺចាញ់ដោយសង្គ្រាមធម្មជាតិជាអ្នកវាយប្រហារដល់ប្រទេសនោះនៅសល់តែមួយសួនទេអញ្ចឹងនេះគឺជាសេចក្តីពិតការពិតដែលខ្ញុំបង្ហាញប្រាប់ពញាតបងប្អូនចូលក៏មានការភ័យបារម្ភដូចជាបងប្អូនសួរខ្ញុំប្រកាសណាដដែលថាតើសភាពការអ្វីតើនឹងស្ងប់ស្ងាត់ទេខ្ញុំប្រកាសបានឆ្លើយនៅคลิปមុនហើយថាមិនស្ងប់ស្ងាត់ទេគ្រាន់តែស្ងប់បន្តិចប៉ុណ្ណោះអ្វីនៅតែមានការប្រែប្រួលទៀតហ្នឹងហើយអញ្ចឹងនៅក្នុងពេលនេះទឹកដីនគររបស់យើងគេហៅថាញៀនបារមីតួអង្គខាងក្នុងមិនថាមេតបមិនថានាគអីក៏ដោយនៅក្នុងយុគ9នៅក្នុងខែ9ដែលកន្លងផុតមកនឹងបានអស់កម្មដាច់នៅបណ្ដាសាគប់ទីកន្លែងអស់ហើយនៅរងចាំតែពេលវេលាដាស់ភ្ញាក់សន្ទុះផ្ទុះឡើងបណ្ដោះញៀនទាំងឡាយអស់កម្មហើយរួចទុកហើយពីចំណងពីអឋានហើយប៉ុន្តែនៅឡើយតែកូនចៅតួអង្គពញាតប្រស្នងបារមីឬក៏មនុស្សលោកទាំងឡាយដែលជាបុត្រាបុត្រីកូនចៅពូជពងនេះ
នៅមិនទាន់អស់កម្មនៅមានកម្មត្រូវដោះស្រាយទូទាត់រៀងខ្លួនអញ្ចឹងត្រូវមានសតិត្រូវមានសម្បញ្ញៈមានសេចក្តីភ្ញាក់រលឹកក្នុងការបំពេញបុណ្យរឿយកុំឲ្យដាច់កុសលណាដែលមិនធ្លាប់ធ្វើត្រូវញ៉ាំងកុសលនោះឲ្យកើតឡើងកាលបើកុសលនោះកើតឡើងហើយត្រូវញ៉ាំងកុសលនោះឲ្យកាន់តែដោះឡើងបន្តទៅទៀតបាបថ្មីណាដែលមិនទាន់ធ្វើចូលរារាំងកុំឲ្យកើតបើវាកើតហើយចូលជន់សង្កត់វាឲ្យជាប់ហើយបើបានធ្វើហើយក៏ត្រូវជំរុះព្យាយាមមិនដាច់បណ្ដោះនៅកម្មអាក្រក់អកុសលនោះចេញដើម្បីសន្សំកុសលសន្សំបុណ្យបារមីបានទាន់ព្រះស្អាមេត្រីគ្រប់គ្នាក្នុងថ្ងៃខាងមុខខ្ញុំប្រកាសណាខ្ញុំបាទក៏សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនពញាទីចិត្តទីឆ្ងាយអ្នកដែលបានតាមដាននៅក្នុង Channel បារមីចក្រវាលមហាសាលវគ្គ1វគ្គ2បារមីស្រុកខ្មែរមហានគរនិង Facebook Page ឲ្យបានជ្រាបថាការចូលរួមបំពេញបុណ្យកសាងអាស្រមព្រះស្អាមេត្រីកសាងព្រះបដិមាព្រះស្អាមេត្រីនិងមូលនិធិសម្រាប់បងកងទ័ពយុទ្ធជនជួរមុខក៏នៅតែទទួលឬបន្តទទួលជាដដែលព្រោះការកសាងព្រះស្អាមេត្រីការកសាងអាស្រមព្រះស្អាមេត្រីនឹងបន្តបង្ហើយធ្វើនៅក្នុងឆ្នាំ2025 2026 2027ទើបចប់សពគ្រប់អញ្ចឹងចំណែកនឹងការចូលរួមក្នុងការបំពេញបុណ្យកុសលរបស់បងប្អូនក៏នៅតែបន្តការចូលរួមតាមសទ្ធាជ្រះថ្លាមិនថាតិចក្តីច្រើនក្តីទាំងក្នុងនិងក្រៅប្រទេសទៅតាមសទ្ធានិងការសន្សំឧបនិស្ស័យបុណ្យរបស់បងប្អូនពញាតិចិត្តឆ្ងាយដោយឡែកផ្សេងទៀតគឺតាក់ទងនឹងមូលនិធិបងកងទ័ពទាំងស្បៀងអាហារក៏យើងត្រូវតែបញ្ជូនទៅជាលើកទី3បន្តទៀតហើយនៅតែបន្តការទទួលនៅបច្ច័យថវិការបស់បងប្អូនសម្រាប់ការជួយជាតិជួយមាតុភូមិជួយដល់បងកងទ័ពសមរភូមិខាងមុខដែលបានពាក់លីឬហៅថាកំពុងតែប្រយុទ្ធច្បាំងនឹងខ្មាំងសត្រូវចឹងក្នុងការបំពេញបុណ្យតូចធំទាំងឡាយបុណ្យនានាខ្ញុំបកកណាខ្ញុំបាទក៏នៅតែបន្តការទទួលហើយបងប្អូនក៏នៅតែអាចចូលរួមបានតាមរយៈ Facebook Page ដែលខ្ញុំបាទកំពុងតែផុសវីដេអូនេះនិង Channel YouTube មានលេខទូរស័ព្ទមាន QR Code ដែលខ្ញុំបានដាក់ឬអាចតាក់ទងតាមលេខទូរស័ព្ទ077 54 93 54 096 67 46 707 067 35 89 36 នេះជាលេខទូរស័ព្ទទាំង3ខ្សែដែលមាន Telegram បងប្អូនអាចតាក់ទងបានមិនថា call ទំនាក់ទំនងសាកសួរព័ត៌មានបានដូចគ្នាការចូលរួមរបស់ពុកម៉ែមីបងប្អូនក្រៅប្រទេសអាចចូលរួមបានតាមរយៈ Western Union តាមរយៈ MoneyGram តាមរយៈ RIA ឬអាចឆាតតាក់ទងតាមរយៈ Facebook Page និង Telegram បានដែលខ្ញុំបាទនឹងផ្ញើអាសយដ្ឋានជូនសម្រាប់ការផ្ញើបច្ច័យថវិកាក្នុងការចូលរួមបំពេញបុណ្យរួមឧបនិស្ស័យដើម្បីឲ្យឆ្លងផុតគ្រោះភ័យទុក្ខសោកកម្មពៀទាំងឡាយទាំងពួងដោយជាបងប្អូនបានដឹងហើយថាក្នុងពេលនេះជាពេលវេលាដែលត្រូវសន្សំបុណ្យធ្វើសេចក្តីល្អអំពើល្អដើម្បីឲ្យឆ្លងផុតទុក្ខគ្រោះកាយគ្រោះកម្មមានតែការធ្វើបុណ្យរួមចំណែកបុណ្យការសាងនូវសេចក្តីល្អទេទើបនាំឲ្យយើងបានរួចផុតពីទុក្ខហើយជាបុណ្យដ៏មហាសាលធំធេងប្រមាណរាប់មិនបានក្នុងការចូលរួមការកសាងព្រះស្អាមេត្រីកសាងអាស្រមព្រះស្អាមេត្រីការចូលមូលនិធិកងទ័ពនេះសុទ្ធតែជាបុណ្យធំជាបុណ្យដែលក្រៃលែងគួរអនុគ្រោះដល់ការចូលរួមមិនថាសទ្ធាបងប្អូនតិចច្រើនយ៉ាងណាសុទ្ធតែជាបុណ្យដ៏គេហៅថាវិសេសវិសាលដែលអាចកម្ចាត់បងនៅកម្មចាស់កម្មតូចកម្មធំទាំងឡាយឬអាចសម្រាលនៅទុក្ខទោសទាំងឡាយទាំងពួងមានអានិសង្សបុណ្យអាចឈ្នះនៅអមនុស្សណាខ្មាំងសត្រូវព្រមទាំងផ្សាយមេត្តាដល់ម្ចាស់កម្មម្ចាស់ពៀរបស់យើងព្រមទាំងការផ្សាយមេត្តាឲ្យខ្លួនឯងឆាប់រួចទុក្ខរួចកម្មរួចពៀវរាផងដែរហើយសម្រាប់បងប្អូនពញាទាំងអស់ក៏សូមជួយទៅ like page Facebook ថ្មីដែលខ្ញុំបានបង្កើតឡើងឈ្មោះថាបារមីមហានគរបារមីមហានគរជាភាសាខ្មែរព្រមទាំង page មួយទៀតមើលខ្សែបាតដៃតួអង្គបារមីមហានគរខ្មែរសម្រាប់បងប្អូនមើលខ្សែបាតដៃក៏អាចតាក់ទងតាមរយៈ Facebook Page របស់ខ្ញុំបាននិង Page ផ្លូវការបារមីមហានគរដែលមាន logo ពណ៌លឿងអញ្ចឹង Facebook Page តំណាក់តំណងបាន Telegram ក៏តំណាក់តំណងបានសម្រាប់ការមើលខ្សែបាតដៃនឹងឲ្យតាក់ទងនឹងវាសនាឆាកជីវិតផ្សេងដូចជាការចូលរួមក្នុងការបំពេញបុណ្យដូចគ្នាខ្ញុំបកណាក៏សូមគោរពលាក៏សូមជូនពរ
ព្រមទាំងប្រសិទ្ធពរជ័យដល់បងប្អូនបញ្ញាទូទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមឲ្យបានរួចចាកផុតទុក្ខទោសកម្មពៀបានបុណ្យកុសលអំណាចអានិសង្សស្មើគ្នារួចផុតពីកម្មពៀទុក្ខទោសទាំងឡាយទាំងពួងគ្រប់ប្រការសូមអនុមោទនានិងសូមគោរពលាសូមអរគុណនិងសូមអរព្រះគុណ